មេរៀនទី1ចំនួនអំណាចនិងសំណេរចំនួនឧទាហរណ៍ចំនួន870លាន465,250ត្រូវយកលេខនីមួយៗយកមកដាក់តាមខ្ទង់លេខ0នេះស្ថិតនៅខ្ទង់រាយ5ស្ថិតខ្ទង់10 2ស្ថិតក្នុង100 5ស្ថិតខ្ទង់ពាន់6ស្ថិតក្នុងខ្ទង់ម៉ឺន4ស្ថិតក្នុងខ្ទង់សែន0ស្ថិតក្នុងខ្ទង់លាន7ក៏ស្ថិតក្នុងខ្ទង់លាន8ក៏ស្ថិតនៅក្នុងលានក្រោយពេលយើងយកលេខនីមួយៗមកដាក់តាមខ្ទង់រួចអស់ហើយមើលក្នុងតារាងនេះគេបែងចែកជា2ផ្នែកផ្នែកទី1គេហៅថ្នាក់លានថ្នាក់ពាន់និងថ្នាក់ឯកតាសម្រាប់អានតាមថ្នាក់ហើយផ្នែកមួយទៀតលានសែនម៉ឺនពាន់រយ10រាយគឺក្នុងការអានតាមខ្ទង់បើសិនបើអូនអានតាមខ្ទង់ចឹងយើងត្រូវអានចាប់ពីខ្ទង់ដែលធំជាងគេទៅមុនគេបង្អស់870លាន465,250ហើយបើសិនជាយើងអានតាមថ្នាក់ចឹងយើងត្រូវអាន3តួនេះភ្ជាប់ចូលគ្នាដែរ870លាន465,250ចម្លើយទំព័រទី1សរសេរពាក្យនៃចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់ក125លាន243,102នេះជាការអានតាមខ្ទង់ចំពោះការអានតាមថ្នាក់125លាន243,102ចឹងពីរហ្នឹងខុសគ្នាតែផ្នែកត្រង់កណ្ដាលហើយមួយគាត់អានជាប់មួយអានរាយចំណុចខនេះអាចអានបានច្រើនរបៀប248លាន180,000,035ឬក៏អាចអានថា248លាន180,035ហ្នឹងអានតាមខ្ទង់ចំពោះការអានតាមថ្នាក់248លាន180,035ចំពោះការអានតាមខ្ទង់ក405លាន276,930ចំណែកការអានតាមថ្នាក់405លាន276,930ចំណុចខអានតាមខ្ទង់2,871លាន135,463ចំពោះការអានតាមថ្នាក់2,871លាន135,463
ងអានតាមខ្ទង់ 4,376 លាន 718,360 អានតាមថ្នាក់ 4,376 លាន 718,360 ចោះអានតាមខ្ទង់ 6,053 លាន 871,189 អានតាមថ្នាក់ 6,053 លាន 871,189ចូលសរសេរចំនួនខាងក្រោម ក 385 លាន 250,035 ខ 550 លាន 387,607